សម្រាប់ជីវិតគូវាឆ្លើយទៅលើយើងពីរនាក់ឯងតែយើងរើសយកការដែលយើងរស់នៅមួយគ្នាបានសប្បាយចិត្តមិនប្រកាន់ច្រើនសាងសុភមង្គលគ្រួសារព្រោះថារឿងខ្លះវាអត់អាចល្អទាំងអស់ទេហើយមនុស្សក្នុងโลกរបស់យើងអត់មានណាគេត្រូវទាំងអស់ទេ no one is perfect ហើយអ្វីដែលសំខាន់យើងខ្លួនឯងត្រូវចេះលើកចេះដាក់ចេះគោរពឲ្យតម្លៃដៃគូរបស់យើងនិងសម្រាប់អ្នកជុំវិញខ្លួនតែក៏មិនឲ្យតម្លៃគេអ្នកផ្សេងរហូតទៅដល់ភ្លេចតម្លៃខ្លួនឯងនេះយើងក៏ត្រូវមើលដែរមនុស្សណាដែលយើងគូនៅក្បែរមនុស្សណាដែលយើងគូដើរចេញឆ្ងាយតម្លៃមនុស្សមានខុសៗគ្នាតាមប្រភេទគេធ្វើមកដាក់យើងបើគេធ្វើមកដាក់យើងបែបណាយើងអត់ចាំបាច់ទៅតបតដល់គេវិញទេដើរចេញញញឹមដាក់ដើរចេញគឺជាជំរឿសដ៏ល្អបំផុតព្រោះថាមនុស្សយើងណាវាដែលមានលើកទី1លើកទី2លើកទី3ច្រើនដងពេកទេតែអ្វីដែលសំខាន់យើងត្រូវចេះផ្ដល់ស្នាមញញឹមឲ្យខ្លួនឯងធ្វើឲ្យជីវិតរបស់ខ្លួនយើងមានតែក្តីសុខព្រោះថាយើងអត់ដឹងថាថ្ងៃណាយើងជប់ទុកឬក៏ថ្ងៃណាមួយដែលយើងមានវិបត្តិអ្វីមកវិញយើងអត់អាចទាយអ្វីគ្រប់យ៉ាងដឹងមុននេះតែអ្វីដែលយើងដឹងនៅថ្ងៃហ្នឹងម៉ោងហ្នឹងវេលាហ្នឹងគឺយើងត្រូវដឹងថាក្តីសុខកើតចេញពីយើងខ្លួនឯងហើយញញឹមឲ្យ